សួស្តីបងប្អូនទាំងគ្នាដែលចូលមកលំហាត់មួយទៀតដែលជាលំហាត់ thermodynamic លំហាត់នេះដែរវាជាលំហាត់ងាយស្រួលដែរទេហើយវាក៏លើកនៅត្រង់ចំណុចសំណួរខបន្តិចហើយជាមួយនឹងសំណួរកើអញ្ចឹងជាមួយដំណោះស្រាយរបស់គ្នាអញ្ចឹងមុននឹងយើងដោះស្រាយយើងមើលប្រធានម្ដងពីរដងសិនមកតោះឥឡូវយើងអានប្រធានរបស់គ្នាជាក្រាបបេតេនៅក្នុងរូបថាវត្តនៃម៉ាស៊ីនប្រើឧស្ម័ន1ទីតាំងទី1ឧស្ម័នមានសភាព P1 P1 ស្មើមេរិតហើយសីតុណ្ហភាព T1 ស្មើ300កាវ៉ុតបញ្ជាក់ឈ្មោះកំណងនីមួយខកំណត់សម្ពាធនិងមានសីតុណ្ហភាពត្រង់ទីតាំងទី1ទី2ទី3និងទី4កគូជាក្រាប P1 និង PT ចឹងសំណួរកហ្នឹងគេចង់ឲ្យយើងបញ្ជាក់ថាក្នុងលំនាំពីទី1ទៅទី2ទី3ពីទី3ទៅទី4ថាជាលំនាំនៃគេ isobar isco ឬក៏ istep ចំពោះសំណួរខគេឲ្យយើងរកសម្ពាធនៅត្រង់ទីតាំងទី1ទី2ទី3ទី4និងមានត្រង់ទីតាំងទី1ទី2ទី3ទី4ចឹងទៅនិងសីតុណ្ហភាពរបស់វាគ្រប់ទីតាំងចឹងទៅចំពោះសំណួរកគេឲ្យយើងគូយ៉ាឡាមបែបមានន័យថាបែអឆើបែអដេកនិងបែបែអឆើបែអដេកចឹងដើម្បីដោះស្រាយលំហាត់នេះយើងមើលមកដំណោះស្រាយជាមួយលោកអស់គ្នាចឹងយើងមើលចំពោះសំណួរកគេថាបញ្ជាក់ឈ្មោះនៅក្នុងលំនាំនេះមួយចឹងដើម្បីបញ្ជាក់ឈ្មោះយើងត្រូវដឹងថានៅលំនាំពីទី1ទៅទី2មានអីគេថែបាទអញ្ចឹងពីលំនាំពីទី1ទៅទី2យើងឃើញនៅការរបស់វាឡើងទៅលើត្រង់ឡើងទៅលើត្រង់មានថាសីតុណ្ហភាពនៅត្រង់ទីតាំងទី1ទម្លាក់មកចំ300កវិនដល់ពេលទីតាំងទី2មានសីតុណ្ហភាពទម្លាក់មកចំ300កវិនដែរអញ្ចឹងមានថានៅក្នុងលំនាំពីទី1ទៅទី2យើងសរសេរមកលំនាំពីទី1ទៅ2មានសីតុណ្ហភាពថែមានសីតុណ្ហភាពថែបាទអញ្ចឹងបើសីតុណ្ហភាពថែយើងគេបានយ៉ាងម៉េចសីតុណ្ហភាពថែមានថាសីតុណ្ហភាពមិនប្រែប្រួលអញ្ចឹងលំនាំជាលំនាំ iso តែគឺជាលំនាំ iso តែគឺជាលំនាំ iso តែបាទ iso តែបន្តមកទៀតយើងមើលមកលំនាំពីទី2ទៅទី3អញ្ចឹងត្រង់ទី2យើងមើលទម្លាក់មកចំសភាពរបស់វាគឺ3ហើយចំណុចទី3ទម្លាក់មកលើអភ័យគឺសភាពរបស់វាស្មើ3ដែរអញ្ចឹងមានថាលំនាំពី2ទៅ3លំនាំពីទី2ទៅទី3ជាលំនាំដែលមានសម្ពាធថេសម្ពាធថេអញ្ចឹងបើវាសម្ពាធថេមានន័យថាលំនាំគឺជាលំនាំ iso bar គឺលំនាំ iso bar iso bar បាទបន្តមកទៀតយើងមើលបន្តទៀតពី3មក4ពី3មក4យើងតម្លាក់មកយើងឃើញថាចំណុចពេលតម្លាក់មកពេល3ចំជាមួយចំណុចត្រង់ចំណុចនេះហើយតែ4ក៏ចំចំណុចតាមដូចគ្នាអញ្ចឹងកន្លែងនេះបញ្ជាក់ថាសីតុណ្ហភាពតែ3និងតែ4វាស្មើគ្នាដែរបើតែ3ស្មើតែ4មានន័យថាបាទអញ្ចឹងមានន័យថាលំនាំគឺជាលំនាំដែលមានសីតុណ្ហភាពថេមានសីតុណ្ហភាពថេក្រោយពីដែលសីតុណ្ហភាពថេឈ្មោះលំនាំគឺជាលំនាំ iso តែជាលំនាំ iso តែ iso តែបន្តមកទៀតយើងមើលពីលំនាំពី4ទៅ1តោះនេះ3ទៅ4តទៅទៀតយើងមើលលំនាំពី4មក1ពី4មក1យើងឃើញនៅចំណុចត្រង់ទីតាំងទី4មានសម្ពាធរបស់វាយើងចង់រកសម្ពាធដំណើរការលើអាស្ពាធមកឃើញតែស្មើ1ដល់ពេលនៅត្រង់ទីតាំងទី1មានតែស្មើ1ដែរចឹងមានថាពី4ទៅ1គឺមានសម្ពាធថេមានសម្ពាធថេពីថេលំនាំជាលំនាំ iso bar បាទជាលំនាំ iso bar អញ្ចឹងសំណួរកយើងឆ្លើយទៅកន្លងគឺចប់រួចរាល់ហើយបន្តទៀតយើងមើលទៅសំណួរខគេឲ្យយើងកំណត់សម្ពាធមាននិងសីតុណ្ហភាពត្រង់ទីតាំងទី2ទី3និងទី4អញ្ចឹងយើងរកទាំងអស់គ្នាឥឡូវខ្ញុំសូមដាក់ថាត្រង់ទីតាំងទី1ខកំណត់សីតុណ្ហភាពសម្ពាធសីតុណ្ហភាពមានសីតុណ្ហភាពនិងមានត្រង់ទីតាំងទី1បាទអញ្ចឹងយើងដាក់សំណួរឲ្យយើងត្រេមួយមកដាក់ទីតាំងទី1ទីតាំងទី1បាទទីតាំងទី1យើងដូចជាបំរាប់គេប្រាប់មកហើយត្រង់ទីតាំងទី1នៅប្រទេសរបស់យើងគឺថា P1 ស្មើ1 amps V1 ស្មើ20លីត្រនិង T1 ស្មើ300កាវ៉ុនអញ្ចឹងយើងសរសេរវាឡើងបន្តិចទៅដើម្បីងាយស្រួលមើលត្រង់ទីតាំង1គឺមានទីតាំងទី1 P1 ស្មើនឹង1 amps P1 ស្មើនឹង1 amps V1 គឺស្មើនឹង20លីត្រ T1 ស្មើនឹង300កាវ៉ុនបាទហ្នឹងទីតាំងទី1ចំពោះទីតាំងទី2ទីតាំងទី2យើងសេបញ្ជាក់ទីមកត្រង់ទីតាំងទី2យើងមើលមកសម្ពាធរបស់វាត្រង់ចំណុចទី2នេះគឺសម្ពាធរបស់វាចំណោមតាមលក្ខស្ពាធគឺ P ស្មើ P2 ស្មើ3 P2 ស្មើនឹង3 atmosphere ចំពោះ V យើងមិនអាចដឹងទេប៉ុន្តែយើងត្រូវធ្វើតាមខុសធៀបរបស់យើងដើម្បីរក V2 បានយើងត្រូវធ្វើតាមខុសធៀបស្មើតាមស្មើរបស់សុទ្ធរបស់យើងសរសេរទីមកគឺ P2 ស្មើនឹង NR T2 បាទធៀបជាមួយនឹងសមីការស្មើរបស់សុទ្ធយើងនៅក្នុងទីតាំងទី1 P1 ស្មើ NR T1 អញ្ចឹងយើងធ្វើខុសធៀបមកហើយយើងទីរក P2 បាទទីរក P ឥឡូវយើងទីយកតែម្ដងមក P2 ស្មើជាមួយនឹង P1 គុណឲ្យ T2 នៅលើ P2 គុណឲ្យ T1
បាទអញ្ចឹងឥឡូវយើងចំនួនលេខចូលតិចទៅដើម្បីរក P2 ឥឡូវយើងចំនួនចូលបងប្អូនគ្នា P1 គឺស្មើនឹង1 P1 គឺស្មើ20លីត្រតែ2គឺស្មើជាមួយនឹងតែ1ដែរអញ្ចឹងតែ2តម្លាក់មកចំ300អញ្ចឹងតែ1គឺស្មើ300អញ្ចឹងតម្លៃវាថេអញ្ចឹង300ចែកឲ្យP2គឺស្មើនឹង3ស្មើ3ជំនួសពីមកP2វិញគឺស្មើ3គុណឲ្យតែ1គឺ300ដែរអញ្ចឹងយើងសម្រួលវាមកបាន20លើ3ប្រហែលជា6.67លីត្រខាងនេះយើងទឹកលីត្រចឹងដែរសិនទៅអញ្ចឹង P2 ដែលយើងរកឃើញគឺស្មើ6.67លីត្របន្តមកទៀតយើងរកតែ2យើងមិនតម្លៃដល់ទេដោយសារតែលំនាំជាលំនាំ Isotep តែ1ស្មើ300តែ2ក៏ស្មើ300ដែរអញ្ចឹងយើងទៅសេតែម្ដងតែ2ស្មើ300ទៅបណ្ដែរបាទអញ្ចឹងចំណុចដែលសំខាន់គឺនៅចំណុចត្រង់ទីតាំងទី3វាមានលក្ខណៈពិសេសតិចអញ្ចឹងយើងទីតាំងទី3ទីតាំងទី3គឺចំណុចទី3នោះគឺសេទីមក P3 យើងមើលមកត្រង់ចំណុចទីតាំងទី3យើងចំណុចកាយលើអសភាចំណុចកាយមកពេញ P3 ស្មើ3អនុស្វរដែរ3អនុស្វរ P3 ដោយសារតែបន្ទាត់នេះជាបន្ទាត់ត្រង់អញ្ចឹងបើវាជាបន្ទាត់ត្រង់មានន័យថាមាននៅត្រង់ទីតាំងទី1និងមាននៅត្រង់ទីតាំងទី3ស្មើគ្នាអញ្ចឹង V1 ស្មើនឹង V3 ស្មើជាមួយនឹង20លីត្រកន្លែងនេះគឺមានការបកស្រាយដែរហើយបាន V1 ស្មើជាមួយនឹង V3 V1 ស្មើនឹង V3 ដោយសារតែយើងបកស្រាយតាមវាគុំកាត់ទិសនៃបន្ទាត់បាទចឹងយើងបកស្រាយតាមវាគុំកាត់ទិសនៃបន្ទាត់សុំសេកាត់ក្លិនបន្តិចយើងអនុវត្តតាមតង់នោះតង់នៃមុំតេតាគឺស្មើនឹងនេះយើងមើលតែកូនអត់ទូចនេះតង់អត់ទូចនេះយើងមានជំឆើមប្រវែងនេះគឺជា P ដក P0 មានន័យថាយកសម្ពាធនៅក្នុងហ្នឹងដកជាមួយនឹងសម្ពាធនៅក្នុងនេះបាទសម្ពាធនៅក្នុងចំណុចនេះគឺសម្ពាធស្មើនឹង1ដកជាមួយនឹងសម្ពាធនៅក្នុងនេះគឺសម្ពាធស្មើ0ចែកជាមួយនឹងយើងយកបើយើងតាមតយកជំឆើមគឺប្រវែងនេះនៅលើជំជាប់របស់យើងគឺយកពីនេះមកនេះគឺ0 1គឺយើងយក300ដកឲ្យ0បាទអញ្ចឹងយើងបាន1លើ300ហ្នឹងហើយមួយទៀតយើងអនុវត្តតាមតង់ចំណុចនេះតង់ចំណុចនេះយើងអនុវត្តបានយើងអាចសរសេរទៀតបានមើលទៅកោននេះតែម្ដងទៅកោនធំនេះទៅងាយស្រួលនេះត្រង់ចំណុច O ត្រង់ទីតាំងទី3និងដល់ធំចំណុចនេះអញ្ចឹងយើងមើលទៅកោនហ្នឹងអញ្ចឹងយើងចាត់ទុកថាពីនេះម្ដងនេះគឺជំឆើមប្រវែងនេះគឺជាជំជាប់បាទអញ្ចឹងយើងសរសេរបានតង់នៃតាគឺស្មើជាមួយនឹងជំឆើមរបស់យើងសម្ពាធគឺយក3ដកឲ្យ0 3ដក0នៅលើកន្លែងនេះយើងយកជំជាប់របស់យើងយក V4 សំទោសយកតែ4ណាយកតែ4ដកឲ្យ0ប៉ុន្តែតែ4របស់យើងស្មើប៉ុន្មានតែ4របស់យើងគឺស្មើជាមួយនឹងតែ3តែ4របស់យើងគឺស្មើនឹងតែ3បាទឥឡូវយើងមើលតទៅទៀតទៅជាមួយនឹងកន្លែងនេះកន្លែងសំបញ្ជាក់តិចតង់នៃមុំតេតាស្មើនឹង3ដក0និងតែ4ដក0នេះកន្លែងនេះខ្ញុំឲ្យមើលទីកោនកន្លែងនេះបាទឲ្យមើលទីកោនកន្លែងនេះអូជាមួយនឹងចំណុចទី3ជាមួយនឹងកន្លែងនេះគឺតែ4បាទតែ4កន្លែងតែ4អញ្ចឹងយើងមើលទីកោនធំនេះទីកោនធំនេះបាទអញ្ចឹងយើងមានប្រវែងគឺជាជំឆើមប្រវែងជាជំឆើមគឺយើងមានន័យថាជាសម្ពាធរបស់វាថ្លៃវាស្មើនឹង3ហើយប្រវែងទៀត0ដល់តែ4គឺជាជំជាប់អញ្ចឹងយើងអនុវត្តតាមតង់គឺស្មើនឹង3ដក0នៅលើតែ4ដក0បាទអញ្ចឹងយើងបាន3នៅលើតែ4បានប៉ុណ្ណឹងអញ្ចឹងយើងនឹងដោយមុំតេតាវាស្មើគ្នាអញ្ចឹងយើងផ្ទុំវាស្មើគ្នាមកជាបាន1លើ300ស្មើជាមួយនឹង3លើតែ4អញ្ចឹងយើងទីដល់តែ4នាំមកតែ4មកទីគឺស្មើជាមួយនឹងបាទ3គុណឲ្យ300អញ្ចឹងយើងគុណទៅមកគឺឃើញតែ4គឺស្មើនឹង900កាវិនបាទអញ្ចឹងកន្លែងនេះយើងឃើញតែ4ទៀតតែ4គឺស្មើនឹង900កាវិនបាទបន្តទៅយើងរកតែ4ឃើញហើយកន្លែងនេះចង់បញ្ជាក់រមៀនតិចចង់ថាតាមវាយើងយកកន្លែងរបស់វាស្មើនឹង20យើងវាតាមត្រូវឬអត់តែយើងយកថា3ស្មើនឹង6អញ្ចឹងយើងអាចធ្វើតាមខុសជារបស់យើងបានគឺយើងមានចំណុចនេះគឺP3លើគុណឲ្យP3ចែកឲ្យP1 ស្មើនឹងតែ3នៅលើតែ1បាទលើតែ1ឥឡូវបើយើងចង់ទីលើP3ចង់ទីលើP3យើងបានP1 គុណឲ្យតែ3នៅលើP3គុណឲ្យតែ1ឥឡូវយើងទីតនោះតើP3ស្មើនឹង20ត្រូវឬអត់បាទឥឡូវP1តម្លៃវាស្មើនឹងនេះPទីតាំងទី1គឺស្មើ1P1គឺស្មើនឹង20លីត្រអញ្ចឹងយ៉ាងណា1គុណឲ្យ20លីត្រគុណឲ្យតែ3យើងគណនាឃើញគឺស្មើនឹង9យើងគណនាឃើញគឺស្មើជាមួយនឹងតែ4ដែរគឺស្មើនឹង900ដោយសារតែ3ទី4ស្មើគ្នាអញ្ចឹងយើងបានតែ3កន្លែងសេវចតិតែ3ស្មើនឹងតែ4គឺស្មើនឹង900ដោយសារលំនាំឲ្យជាលំនាំ Isotep អញ្ចឹងយើងបានតែ3ស្មើនឹង900ចែកឲ្យP3គឺស្មើនឹងP3របស់យើងគឺស្មើនឹង3ស្មើនឹង3បន្តមកទៀតP3អញ្ចឹងកន្លែងនេះគឺយើងចាំបានP3ចាំយើងមកP3ចឹងកន្លែងនេះអត់មានP3ទេអញ្ចឹងយើងគុណឲ្យតែ1របស់យើងគឺស្មើជាមួយនឹង300អញ្ចឹងយើងគណនាមើលថាថ្លៃវាតាមតែហើយយើង900 300គុណឲ្យ3បាន900អញ្ចឹងស៊ី0គ្នាអញ្ចឹងយើងឃើញថា3ក៏ស្មើនឹង20ដូចដែរអញ្ចឹងកន្លែងនេះគឺបញ្ជាក់យើងអាចចំណាំយកតែម្ដងក៏បានឬក៏យើងអាចចែកនេះក៏បានដែរអញ្ចឹងបើយើងចែកនេះលោកតាមតែយើងទាញរកតែត្រង់ទីតាំងទី3ហ្នឹងឲ្យឃើញសិនហើយយើងកណនាឃើញអញ្ចឹងលក្ខណៈកន្លែងចំណាំនៅដោយសារតែនៅត្រង់នេះជាបន្តត្រង់អញ្ចឹងមាននៅត្រង់កន្លែងនេះចំណុចកន្លែងនេះគឺមានរបស់វាគឺស្មើគ្នាបើយើងនិយាយទៅគឺមានរបស់វាគឺមាន right pay ថាមានប្រែប្រួលបាទអញ្ចឹងតែ1និង3គឺវាស្មើគ្នាអញ្ចឹងបន្ទាប់ពីយើងរកទីតាំងទី3ឃើញហើយយើងមើលទៅទីតាំងទី4ទីតាំងទី4
ទី4ទីតាំងទី4យើងដាក់មួយមកថ្ងៃទី4គឺមានP4 P4 របស់យើងគឺស្មើនឹងប្រមាណP4 ទីតាំងទី4ជាមួយចំណោទតែម្ដងសព្វចំលេខ1អញ្ចឹងP4គឺស្មើ1អត់ស្ទះបាទតមកទៀតP4ស្មើប្រមាណយើងចង់រកP4យើងធ្វើផលធៀបទីមកផលធៀបតាមសមីការរបស់យើងគឺយើងសរសេរមកត្រង់ទីតាំងទី4គឺP4ទៅលើP1ធៀបមួយP1ទៅដើម្បីសុគិតទៅលើP1 P4ទៅលើP1បាទនាំឲ្យP4របស់យើងគឺស្មើជាមួយនឹងជាងយកមកទីបានP1 ចែកឲ្យP4គុណឲ្យP4ទៅលើP1ទៅលើP1បាទអញ្ចឹងយើងចង់មកP1គឺស្មើនឹងបាទស្មើ1ស្មើP4ដែរអញ្ចឹងPយើងសម្រួលវាចោលមកបាទPសម្រួលវាចោលមកP1គឺស្មើ20លីត្រគុណឲ្យP4គឺស្មើនឹងដូចជា900អីគេនេះគឺ900ចែកឲ្យអានេះP1វិញគឺស្មើ300អញ្ចឹងយើងសម្រួលវាចោលមកសល់បាន3cònនេះបាន60អញ្ចឹងP4គឺស្មើនឹង60លីត្រ60លីត្របាទ60លីត្របាទ60លីត្របន្តមកទៀតកន្លែងនេះយើងដាក់P4យើងមិនកាត់នេះទេដោយសារតែP4និងP3តម្លាក់មកចំចំណុច1យើងកាត់នេះរួចហើយគឺឃើញស្មើនឹង900បាទអញ្ចឹងសំណួរខមានប៉ុណ្ណឹងឯងពេលដែលយើងឆ្លើយដូចនេះយើងឆ្លើយមកត្រង់ទីតាំងនេះមួយបាទឥឡូវយើងឆ្លើយដូចនេះដើម្បីសួរមើលឥឡូវយើងគូតារាងចេះដើម្បីសួរមើលរបស់យើងកន្លែងដូចនេះរបស់យើងនេះគូតារាងវាកន្លែងដូចនេះគូទីមកដើម្បីយកសំណួរនេះយកទៅគិតនៅក្នុងពេលដែលយើងសងក្រាបបាទយើងអាចគូស្អាតណាសូមគូតាមវាមកខ្លះទៀតដើម្បីឲ្យស្រួលចឹងយើងដាក់វាចាំមកអានេះគឺPចឹងទៅអានេះគឺPចាំមកអានេះគឺPទៅអានេះយើងដាក់រំងទី1ទី2ទី3ទី4រំងទី1គឺPរបស់វាស្មើនឹង1អាណូស្ហ្វែរបាទ1អាណូស្ហ្វែរយើងអាចទៅសេ1អាណូស្ហ្វែរដល់ពេលP1គឺស្មើនឹង20លីត្រP1ហ្នឹងគឺស្មើនឹង300បាទយើងស្រង់ចឹងដើម្បីសួរមើលដល់ពេលP2 របស់យើងវិញគឺស្មើនឹងP2របស់យើងគឺស្មើនឹង3ណា P2 គឺស្មើនឹងP2 ស្មើនឹង3អាណូស្ហ្វែរតទៅទៀតP2 របស់យើងវិញគឺមើលតម្លៃរបស់វាសិនP2របស់យើងគឺស្មើជាមួយនឹង6.7ប៉ុន្តែP2ស្មើនឹង300ហើយយើងសំមក6.67លីត្រអានេះគឺស្មើនឹង300ដែរបាទដល់ពេលត្រង់ទីតាំងទី3មើលវាសំមកត្រង់ទីតាំងទី3ទីតាំងទី3សម្ពាធស្មើ3 V ស្មើ20និងTស្មើនឹង900សម្ពាធស្មើនឹង3អាណូស្ហ្វែរ V ស្មើនឹង20លីត្រនេះគឺចែកដល់ភាព900ដល់ពេលត្រង់ទីតាំងទី4វាមើលទៅតម្លៃរបស់វាទៀតត្រង់ទីតាំងទី4ដែលយើងកែនេះឃើញមិញគឺសម្ពាធស្មើ1 V ស្មើ60និងTស្មើនឹង900សម្ពាធស្មើនឹង1នេះវាស្មើនឹង60លីត្រគឺតម្លៃគឺ900អញ្ចឹងសំណួរខយើងស្រង់បានប៉ុណ្ណឹងបន្តមកទៀតទីមើលមកសំណួរខស្តុកនូកើទៅគេថាគូចក្រាបPអ្វីហើយនឹងPតែPអ្វីមានថា V អានេះPអាឈើបាទឥឡូវយើងគូចក្រាបបងប្អូនអត់ប្រហែលទេនិយាយសួរទេសំណួរកើគូចក្រាបPអ្វីនឹង Pតែអញ្ចឹងឥឡូវយើងគូក្រាបPអ្វីបងប្អូនទៅគូវាមកកន្លែងនេះខ្ញុំប្រហែលគូទីរៀងអត់ត្រង់ទៅចឹងតែស៊ីយើងមើលបន្តិចទៅអានេះPបាទPខ្នាតរបស់វាខ្ញុំសេទៅវាជាអាណូស្ហ្វែរដែរទៅដើម្បីគូគិតអានេះគឺVរបស់យើងVអញ្ចឹងVយើងគិតជាលេខដើម្បីសួរភាសាយើងគិតនេះច្រឡំមកពីគិតជាលេខអញ្ចឹងឲ្យយើងដើរចំណុចអញ្ចឹងដល់ពេលដែលយើងគូក្រាបPយើងមើលតែកន្លងPនឹងPបានអញ្ចឹងនៅត្រង់ទីតាំងទី1Pស្មើ1អញ្ចឹងកន្លែងនេះយើងដាក់ថាPស្មើនឹង1អាណូស្ហ្វែរកន្លែងនេះPស្មើនឹង3យើងចិត្តដើម្បីសួរគូត្រង់ចំណុចនេះខ្ញុំដាក់ថាVរបស់វាគឺស្មើនឹង6.6បាទកន្លែងនេះគឺស្មើនឹង20លីត្រកន្លែងនេះគឺស្មើនឹង60អញ្ចឹងចុះបាទឥឡូវយើងភ្ជាប់ចំណុចទី1គឺចំណុចទី1សម្ពាធស្មើ1វាស្មើ20លីត្រអញ្ចឹងកន្លែងណានេះចំណុចទី1ទីតាំងទី1នៅត្រង់ទីតាំងPស្មើ1 Vស្មើនឹង20នេះនៅត្រង់ចំណុចនេះចឹងយើងដាក់មកត្រង់លេខ1បន្តមកទៀតទីតាំងទី2Pស្មើ3 Vស្មើនឹង6.7ត្រង់ទីតាំងទី2 Pស្មើ3នៅត្រង់នេះPស្មើ7 1.7ទៅនៅត្រង់ចំណុចនេះអញ្ចឹងនេះគឺជាទីតាំងទី2ទីតាំងទី3Pស្មើ3 Vស្មើ20អញ្ចឹងPស្មើ3កន្លែងហ្នឹង V ស្មើ20កន្លែងនេះអញ្ចឹងកន្លែងនេះទីតាំងទី3បន្តមកទៀតទីតាំងទី4Pស្មើ1 Vស្មើនឹង60Pស្មើ1នេះ Vស្មើ60ចឹងយើងបន្លាយទៅមកបាទត្រង់ចំណុចនេះចឹងទីតាំងទី4អញ្ចឹងពេលដែលយើងភ្ជាប់បំលែងមកទៀតភ្ជាប់ពី1ទៅ2ភ្ជាប់វាចាំមកពី1ទៅ2បាទពី1ទៅ2បន្តទៀតពី2ទៅ3 2ទៅ3បន្តទៀតពី3ទៅ4បាទពី3ទៅ4បន្តទៀតពី4ទៅ1អញ្ចឹងយ៉ាងណាមកយើងបានជាខ្សែបတ်ហ្នឹងណាយើងបានជាខ្សែបတ်ហ្នឹងអានេះយ៉ាងណាតែ
បន្តទៀតគឺគូយ៉ាងថាបេតេចឹងយើងសងដូចគ្នាដោយយើងមានតារាងជាមួយសាអានេះយើងដាក់អតេខ្នាតគឺជាវិញ្ញាណទៅនេះគឺអវេចឹងយើងដាក់តាមកន្លែងមកកន្លែងណាតូចយើងដាក់វានៅក្រោមបាទឥឡូវវេដែលតូចជាងគេគឺ6.7កន្លែងនេះសម្រាប់តែចុះ6.7ខាងរបស់វាគឺជាលេខសម្រាប់នៅលើបាទអវេចឹងបន្តទៀត20យើងគិតថាកន្លែងនេះសោះ20បន្តទៀត base មក10ចឹងដៅវាដើម្បីសុគូចំណុចទៅបន្តទៀតយើងមើលអតេម្ដងតែតូចជាងគេគឺ300យើងចេញកន្លែងចុះបាទបន្តទៀត900យើងថាចូលឆ្ងាយទៅគឺកន្លែងនេះបាទចាំមានតែ2ចំណុចដែរចឹងយើងភ្ជាប់ទីតាំងទី1 base មក20 base មក300ចឹងវា base មក20កន្លែងនេះ base មក300យើងភ្ជាប់វាមកឃើញមកដល់ត្រង់នេះចឹងនេះគឺជាទីតាំងទី1ទីតាំងទី2គឺ base មក6.7និង base មក300នេះ6.7នៅកន្លែងនេះ base មក base មក300ទៅតាមតែចឹងទីតាំងទី2បន្តទៀតទីតាំងទី3 base មក20លីត្រ base មក20តែ base មក900ចឹងនេះនៅកន្លែងនេះបាទនេះទីតាំងទី3ចឹងយើងដាក់មក base មក20 base មក900ទីតាំងទី4គឺ base មក60នៅខាងលើហើយតែវិញគឺ900ចឹងគឺនៅចំណុចនេះដែរនេះនៅខាងលើនេះបាទតែនៅត្រង់នេះយើងតម្រាំចង់ base មក900ចឹងនេះទីតាំងទី4ចឹងនៅពេលដែលយើងភ្ជាប់យកក្រាមយើងភ្ជាប់មកពី1ទៅ2ពី1ទៅ2នេះពី1ទៅ2បន្តមកទៀតពី2ទៅ3ភ្ជាប់តាមលេខដែលយើងបងឲ្យមក2ទៅ3តាមត្រង់ភាសាទៅថេបាទយើងអាចពូតមកអានេះពី3ទៅ4ពី3ទៅ4ចឹងយើងដាក់តាមសញ្ញាពូតម្លៃយើងមកបន្តទៀតពី4មក1ហើយចឹងយ៉ាងក្រាមរបស់យើងគឺបំលែងបានប៉ុណ្ណឹងបំលែងបានប៉ុណ្ណឹងចឹងបើសិនជាបងប្អូនមានចម្ងល់អ្វីណាសូមខមមិននៅក្នុង YouTube មកលោកនឹងបើកមើលហើយនឹងឆ្លើយតបទៅតាមខមមិនហើយកុំភ្លេចចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត